វត្តមានវ៉ាអៃដាមលុញទាវនិងបងប្អូនជនរួមជាតិទាំងអស់ដែលបានចូលរួមនៅក្នុងពិធីដំណើរស្មើជើងដើម្បីសន្តិភាពនេះគឺពិតជាការបង្ហាញឲ្យច្បាស់ទៅលើសម្លេងតែមួយនៃមហាគ្រួសារខ្មែរដែលប្រជាជនកម្ពុជាទាំងអស់ទាំងនៅក្នុងនិងក្រៅប្រទេសគឺមិនត្រូវការសង្គ្រាមផ្ទុយទៅវិញគឺយើងត្រូវការនៃសុខសន្តិភាពសម្រាប់ប្រជាជាតិយើងទាំងមូល